បាទជម្រាបសួរពុកម៉ែបងប្អូនអស់គ្នាផងដែរបាទហើយនៅប្រទេសជប៉ុនដល់ដីធ្លាក់ព្រិលហើយអញ្ចឹងពេលធ្លាក់តកកធ្លាក់ព្រិលហើយហ្នឹងកុំភ្លេចទៅលេងសប្បាយផងបាទអញ្ចឹងដូចខ្ញុំនេះបើក្បាលចាប់មកគឺប្រយុទ្ធគ្នាទីលានព្រិលនៅគៀនវត្តអញ្ចឹងបាទវត្តខ្មែរសាមគ្គីយើងហ្នឹងអញ្ចឹងធ្លាក់ព្រិលមកច្រើនសក្បោះស្អាតទៅបាទព្រិលលិចកប់ជើងដែរអញ្ចឹងហើយនៅវត្តខ្មែរសាមគ្គីមានទីធ្លាធំហើយមានដើមម្សៅមានទីតាំងមានអីដល់ពេលធ្លាក់ព្រិលមកអញ្ចឹងស្អាតទៅបាទអញ្ចឹងពេលខ្លះបើយើងអត់លេងខ្លះអត់សប្បាយខ្លះហើយយើងកុំកើតទុកច្រើនបាទអញ្ចឹងយើងចេញលេងបានចេញលេងខ្លះទៅហើយយើងបធូរអារម្មណ៍ហើយយើងសប្បាយយើងអីតាមនឹងអញ្ចឹងបាទហើយបន្ទាប់ពីលេងហើយចាំយើងធ្វើការអីតាមនឹងត្រូវឈូសផ្លូវឬក៏ការយកចេញដើម្បីឲ្យឡានបើកបរបានឬក៏យើងធ្វើផ្លូវដើរទៅបានអីបានអញ្ចឹងបាទកុំឲ្យជាប់ឡានជាប់អីអញ្ចឹងហើយសំខាន់ពេលមានព្រិលយើងលេងតាមព្រិលពេលការងារយើងលេងតាមការងារពេលណាយើងសម្រាកលំហែអីយើងសម្រាកលំហែតាមនឹងអញ្ចឹងបាទកុំឲ្យជីវិតនឹងតានតឹងឬក៏ជីវិតនឹងគិតរឿងអីធុញថប់ឬក៏តបប្រមល់អីខ្លាំងពេកអញ្ចឹងបាទអញ្ចឹងយើងជីវិតយើងគឺស្រួលទេហើយយើងគ្រប់គ្រងជីវិតអីក៏កុំឲ្យធុញថប់អីតានតឹងអីតាមនឹងងាប់តែ stress ទេហើយដូចនៅវត្តហ្នឹងក៏មានផ្ដើមគំនិតអញ្ចឹងទៅទាំងប្រសង់ទាំងពុទ្ធបរិស័ទទាំងអីក៏ធ្វើរូបតុក្កតាដារុម៉ាអីតុក្កតាតកោអីអញ្ចឹងបាទអញ្ចឹងយើងសប្បាយជុំគ្នាយើងពេលវេលាយើងបង្កើតអនុស្សាវរីយ៍អញ្ចឹងបាទហើយសំខាន់រូបដារុម៉ាអីរូបខ្ញុំហ្នឹងដូចគ្នាអត់បាទហើយមានយ៉ាងនេះមួយទៀតគឺខមាការៈអញ្ចឹងបាទផ្ទះភ្នំតកោគេហៅផ្ទះតកោគេហ្នឹងអញ្ចឹងយើងជាឆ្នៃប្រឌិតសប្បាយតាមហ្នឹងបាទកុំទៅកើតទុកកុំទៅធុញថប់កុំទៅប៉ះពាល់នឹងសម្ដីអ្នកដទៃអីយើងរស់នៅដោយយើងទៅហើយយើងសប្បាយទៅទើបយើងសុខភាពល្អសុខភាពផ្លូវចិត្តរឹងមាំយើងអាចធ្វើការធ្វើអីបន្តតាមនឹងបានទៀតអញ្ចឹងបាទអរគុណចាស់នៅមានការខ្វះខាតទេសូមជួយណែនាំផងបាទ